ចឹងខ្ញុំឲ្យបងប្អូនមើលនេះតាក់ទងទៅលើបាស 28G2 គឺបងប្អូនមើលទៅទស្សនភាពដល់ហើយអានេះខ្ញុំអត់ទាន់បានចាក់សំឡេងទេដោយសារតែគាត់បញ្ជាក់ឲ្យស្ដាប់មិនពីរោះចង់បងប្អូនមើលសាច់អីគួយដែលគេធ្វើចឹងណាចឹងបងប្អូនមើលបាសល្អបាសស្អាតតើតែពីឃើញអវ៉ាន់របស់ខ្លួនឯងចឹងពេលខ្លះទាំងគេទាំងយើងបងប្អូនអើយចឹងបងប្អូនមើលស្នាមកៅបតិបតាអញ្ចឹងបងប្អូនមើលមិនលេងសើចបងពេលដែលគេហៅថាឃើញអញ្ចឹងបើកមើលឃើញរបស់ខ្លួនឯងអញ្ចឹងគឺធម្មតាជាទូទៅគឺស្ងាក់ចិត្តស្ដោកមកបងប្អូនមើលនេះអញ្ចឹងទទួលយកបានអត់អញ្ចឹងទទួលយកបានអត់បងប្អូនអញ្ចឹងបើកន្លែងពួកយើងអត់ទេអត់មានធ្វើចេញមកបែបអញ្ចឹងទេបងប្អូនគឺយើងធ្វើចេញមកគឺបែបគុណភាពទាំងសម្លេងទាំងសម្រស់គឺអត់ឲ្យបងប្អូនខកម្ដងឯងហើយពេលដែលជួសជុលរួចរាល់ហើយក៏យើងមានការធានាជូនបងប្អូនត្រឹមត្រូវដែរហើយក៏តេស្តផ្ទៀងមើលថាវាមានត្រាអត់មានរ៉ែអត់សំឡេងវាមិនដែរគឺយើងត្រូវតែពិនិត្យមើលជូនបងប្អូនមុននឹងអវ៉ាន់ចេញទៅចឹងនេះគឺជា LD មួយដែលបងប្រុសគាត់ទុំយកមកចឹងនិយាយទៅយើងតែងតែថតបង្ហាញទៅលើ LD ភាគច្រើនមកគឺដាច់ចល័តអស់ហើយពួកអញ្ចឹងយូរជួបមួយឯងវាអត់ជួបរាល់ថ្ងៃរាប់ពេលឬក៏មួយខែជួបម្ដងយូរជួបម្ដងទេចឹងនេះគឺជាគុណភាពមួយដែលគាត់ពិបាកទទួលយកទៅលើសំឡេងបាស original បាសសិនអត់មានអីក្រៅពីគុណភាពសំឡេងទេតែសំឡេងស្ទើសំឡេងស្ដាប់អង្កើតហើយវាស្មើនិយាយស្មើនឹងបាសចិនហើយនិយាយស្រួលស្ដាប់ចេះវិញចឹងបងប្អូនកុំភ្លេចដែលមានបញ្ហាតម្រូវការទៅលើការជួសជុលប្រភេទ LD 28G2 ដែលពួកយើងតែងតែថតបង្ហាញជូនបងប្អូនតាក់ទងទៅលើការធ្វើតាក់ទងទៅលើរបស់ដែលដាច់លហែងឬក៏តាក់ទងទៅលើគេហៅថារបស់ដែលគេធ្លាប់ជួសជុលរាល់ជួសជុលអត់បានស្អាតចឹងណាតែជួសជុលអត់ស្អាតចឹងហើយគុណភាពសលេងក៏វាស្ទើរដែរបងប្អូនមើលបងប្អូនមើលកាត់នេះស្នាមកាត់បិទចឹងហើយវាមិនស្មើល្អស្អាតដូចរបស់ដែលគេហៅថាមួយយកតែម្ដងអានេះគឺបងប្អូនមើលស្ទើរមែនតែនហ្មងហើយមើលលោកហើយបាសមិនបាសថោកណាបាសតម្លៃរាប់ពាន់ណាទិញហើយពេលដែលជួសជុលបានគុណភាពបាននេះវាបាក់ដែរសម្រាប់បងប្រុសអញ្ចឹងបាត់គាត់ខំស្កាត់មកពីឆ្ងាយដើម្បីយកមកឲ្យពួកយើងពិនិត្យមើលអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេចែកជូនបងប្អូនអញ្ចឹងសម្រាប់បងប្អូនណាដែលមានបញ្ហាទៅលើ JBL ទៅលើ LD ឬក៏តាក់ទងទៅលើបញ្ហាខូចថ្មខ្សោយថ្មប្រភេទ JBL តូច JBL ធំមួយហ្នឹងបងប្អូនអាចយកមកពិនិត្យមើលបានជួលដោយទំនុកចិត្តទំនុកខុសត្រូវនឹងការធានាជូនបងប្អូនច្បាស់លាស់បាទអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយ